អ្វីខ្លះជាទូទៅស្ត្រីភាគច្រើនគាត់តែងតែជួបជាមួយនឹងការធ្លាក់សបែបខាប់កក់ដុំលក្ខណៈរបៀបកក់ស្អិតដូចបាយម៉ានជាពពួកមេរោគផ្សិតរ៉ាំរ៉ៃហ្វមជាមួយនឹងការព្យាបាលហ្វមជាមួយនឹងថ្នាំមួយទៀតស្ត្រីគាត់ច្រើនតែមានការធ្លាក់មុខរមាស់ក្តៅស្ងួតរលាកទ្វារមាសរលាកមាត់ស្បូនហើយកំឡុងពេលបច្ចុប្បន្ននេះអ្វីដែលស្ត្រីជួបច្រើនជាងគេគឺកាមរោគដែលគាត់តែងតែមានជាការដុសដូចកញ្ចុំការខាត់ណាដូចរឹសដុំពកឡើងហូរខ្ទុះឡើងពងបែកនៅនឹងប្រដាប់ភេទដោយសារការឆ្លងពីដៃគូរបស់គាត់ស្ត្រីគឺកើតច្រើនមែនទែនទៅលើបញ្ហាទាំងអស់នេះអញ្ចឹងសួរថាបើសិនជាមនុស្សព្យាបាលទុកយូរទៅមានផលប៉ះពាល់អីខ្លះទី1ចំពោះស្ត្រីដែលគាត់មិនទាន់មានកូនអាចពិបាកក្នុងការមានកូនទៅពេលក្រោយទី2បើសិនជាមានការរលាកតបៅមាត់ទ្វារមាសកាន់តែខ្លាំងគឺធ្វើឲ្យស្ត្រីបាត់ចំណងផ្លូវភេទពិបាកក្នុងការគេងនៅជាមួយគ្រួសារឬដៃគូហើយទី3គឺប៉ះពាល់ខ្លាំងបំផុតស្ត្រីអាចប្រឈមជាមួយនឹងមហារីកមាត់ស្បូនស្ត្រីឥឡូវនេះគឺមានការកើតមានច្រើនមែនទែនទៅលើបញ្ហាមហារីករហូតដល់ខាងក្រសួងសុខាភិបាលប្រកាសមានការស្លាប់ជារៀងរាល់ថ្ងៃបើសិនជាបងស្ត្រីទាំងអស់គ្នាសង្កេតឃើញថាខ្លួនឯងចាប់ផ្ដើមមានបញ្ហារោគស្ត្រីធ្លាក់សរមាស់អត់បាត់ធ្លាក់កកដុំឡើងផ្សិតឡើងកាមរោគឡើងកទួលឡើងដូចផ្កាខាត់ណានៅបរិវេណទ្វារមាសទាំងបរិះទាំងស្ត្រីសូមប្រញាប់ក្នុងការព្យាបាលកុំទុកពីមួយថ្ងៃទៅមួយថ្ងៃកុំចេះតែប្រើប្រាស់ផលិតផលផ្ដេសផ្ដាសដោយមិនបានពិគ្រោះសុខភាពត្រឹមត្រូវហើយធ្វើឲ្យប៉ះពាល់ទៅលើសុខភាពបើចង់បានដំណោះស្រាយតាក់ទងមកកាន់អ្នកគ្រូឥឡូវនេះអ្នកគ្រូនឹងមានដំណោះស្រាយដ៏ល្អជូនប្រឹក្សាពិគ្រោះដែលឥតគិតថ្លៃទៅលើសុខភាពជូនបងប្អូនទាំងគ្នាផ្ដល់ជូនការដោះស្រាយដែលត្រឹមត្រូវមិនប៉ះពាល់សុខភាព